របៀបនៃការបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានិងគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាឆ្នាំ2022-2035 អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃសហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំនិងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងស្រុកនិងខណ្ឌដើម្បីអាចស្នើសុំសេវាតាមប្រព័ន្ធអនឡាញបានសូមចូលទៅកាន់គេហទំព័រដូចខាងក្រោមឬតាមរយៈការ scan QR code ជំហានដំបូងសូមចុចប៊ូតុងបង្កើតគណនីថ្មីដំណាក់កាលទី1សូមបញ្ចូលលេខអត្តសញ្ញាណប័ណ្ណសូមចុចប៊ូតុងបន្ទាប់ដំណាក់កាលទី2សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមានដូចជាការបរិច្ឆេទផុតកំណត់អត្តសញ្ញាណប័ណ្ណនាមកូដនាមជាភាសាខ្មែរនិងជាអក្សរឡាតាំងភេទថ្ងៃខែឆ្នាំកំណើតអាសយដ្ឋានកំណើតនិងអាសយដ្ឋានបច្ចុប្បន្នសូមចុចប៊ូតុងបន្ទាប់ដំណាក់កាលទី3បន្ទាប់ពីបញ្ចូលព័ត៌មានរួចរាល់សូមបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នកចុចប៊ូតុងផ្ញើលេខ OTP បន្ទាប់ពីទទួលបានលេខកូដ OTP បន្ទាប់មកចុចប៊ូតុងបញ្ជាក់លេខ OTP ជាចុងក្រោយសូមបញ្ចូលលេខសម្ងាត់ដើម្បីការពារសុវត្ថិភាពគណនីរបស់លោកអ្នកបន្ទាប់ពីបានបំពេញព័ត៌មានចប់រួចរាល់លោកស្រីសូមធ្វើការរងចាំការត្រួតពិនិត្យនិងការអនុម័តពីក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃដែលមានរយៈពេលយ៉ាងយូរ3ថ្ងៃនៃថ្ងៃធ្វើការសូមអរគុណ